បាទសូមបកគោរពនឹងជម្រាបសួរទៅដល់ពុកម៉ែបងប្អូនដែលនិយមតាមដានទស្សនានៃChannel បា EP Learning ជាទីមេត្រីសូមបើជួយចុចប៊ូតុង Subscribe Like និង Share ដើម្បីទទួលបាននៅបាទចំណងជើងនៅអត្ថបទថ្មីក៏ដូចជាទទួលបាននៅក្បួនគុណគូទូទាយដែលខ្ញុំបាទតែងតែធ្វើការដកស្រង់ស្វែងរកក៏ដូចជាធ្វើការទូទាយបកស្រាយបង្ហាញចែកជូនដល់លោកអ្នកបានទស្សនាផងដែរបាទអញ្ចឹងសម្រាប់ថ្ងៃនេះផងដែរលោកគ្រូក៏សូមធ្វើការបង្ហាញអំពីជើងលេខដ៏ពិសេសមួយដែលកំពុងតែផ្ទុះល្បីខ្លាំងបាននាចុងឆ្នាំ2025មួយនេះតែម្ដងបាទតើតើជាមួយនឹងជើងលេខលោកគ្រូនឹងធ្វើការបាទគឺបកស្រាយបញ្ជាក់ចែកជូនទៅដល់លោកអ្នកដែលកើតនៅក្នុងឆ្នាំចំនួន2គឺត្រូវជាមួយនឹងឆ្នាំខាលគឺត្រូវជាមួយនឹងឆ្នាំថោះបាទជាការពិតណាស់សម្រាប់បាទគឺការគុណគូទូទីនេះគឺជាការបកស្រាយរបស់លោកគ្រូហោរាសាស្ត្រចិនកំពូលគឺលោកគ្រូខៅលីខិនលោកគ្រូតែងតែធ្វើការគុណគូបកស្រាយជំរាបនៅជើងលេខពិសេសដែលជាបាទខ្លឹមសារនៃបាទគឺក្បួនដែលជាការបាទគុណគូវែកញែកហើយលោកគ្រូក៏តែងតែបាទបញ្ជាក់ទៀតក្បួននេះគឺឆុត 100% បាទអញ្ចឹងដើម្បីឲ្យឆ្នាំទាំងពីរបានជ្រាបអំពីថាតើបាទគឺចុងឆ្នាំ2026នេះនឹងមានលៀបធំអ្វីខ្លះហើយលោកគ្រូនឹងធ្វើការបែងចែកវែកញែកលម្អិតទៅតាមចំណុចនីមួយបាទចែកជូនទៅដល់លោកអ្នកបានជ្រាបដូចតទៅបាទសម្រាប់ឆ្នាំជាដំបូងគេនេះគឺត្រូវជាមួយនឹងឆ្នាំខាលបាទជាការពិតណាស់តកតងជាមួយនឹងលៀបសំណាងចុងឆ្នាំគឺរមែងតែងតែកើតមានហើយសម្រាប់ចំណុចពិសេសក៏តែងតែកើតមានអញ្ចឹងលោកគ្រូក៏សូមធ្វើការស្រាយបញ្ជាក់មួយលម្អិតតែម្ដងទៅតាមចំណុចនីមួយអញ្ចឹងសង្ឃឹមថាឆ្នាំខាលបានជ្រាបអ្នកដែលកើតនៅក្នុងឆ្នាំសត្វខ្លានេះនៅក្នុងកំឡុងពេលកំណត់គឺនៅចុងបាទឆ្នាំ2026នេះតែម្ដងបើយោងទៅតាមបក្បួនដែលជាតម្រាសាស្ត្រធំល្បីខ្ទរខ្ទាសូមធ្វើការបញ្ជាក់ថាជាដំណាក់កាលមួយដែលលោកអ្នកដែលកើតនៅក្នុងឆ្នាំបាទគឺខាលត្រូវប្រើប្រាស់នៅភាពឆ្លាតវៃត្រូវប្រើប្រាស់នៅភាពអត់ធ្មត់ឲ្យបានខ្ពង់ខ្ពស់បាទបន្ទាប់ពីបានឆ្លងកាត់ការសាឡបងបន្ទាប់ពីក្រោយពេលដែលឆ្លងកាត់ភាពហត់នឿយមួយចំនួនតាំងពីដើមឆ្នាំមកម្លេះនោះពន្លឺសំណាងរបស់អ្នកនឹងចាប់ផ្ដើមងើបឡើងជាបណ្ដើវិញហើយនៅត្រីមាសចុងក្រោយនេះតែម្ដងបាទបើតាមទំនាយបើតាមក្បួនលោកគ្រូនឹងធ្វើការស្រាយបញ្ជាក់លម្អិតនៅខ្លឹមសារនៃលៀបសំណាងធំនៅចំណុចដែលលេចធ្លោដែលពុកម៉ែបងប្អូនដែលកើតឆ្នាំខាលត្រូវឆ្លងកាត់ត្រូវជួបក៏ដូចជាត្រូវទទួលបានបាទនេះចុងឆ្នាំនេះផងដែរជើងលេខពិសេសចំពោះឆ្នាំខាលសូមធ្វើការបង្ហាញនៅចំណុចទី1គឺតេតិនជាមួយនឹងលៀបសំណាងផ្នែកការងារនិងអាជីពចំពោះលោកអ្នកដែលកើតឆ្នាំខាលនេះបាទក្រឡេកមកមើលតេតិនជាមួយនឹងចំណុចនេះបាទពាក់ព័ន្ធជាមួយនឹងលៀបសំណាងផ្នែកការងារនិងអាជីពឃើញថាឱកាសបង្ហាញនៅសមត្ថភាពទោះបីជាមានសម្ពាធការងារខ្លះក្តីក៏ប៉ុន្តែវាក៏ជាឱកាសមាសឱកាសប្រាក់ក្នុងការបង្ហាញឲ្យថ្នាក់ដឹកនាំឲ្យថ្នាក់លើឬក៏
ឲ្យដៃគូជំនួញឃើញអំពីភាពជាអ្នកដឹកនាំភាពបាទគឺមើងម៉ាត់របស់ពុកម៉ែបងប្អូនបាទដោយឡែកបើយើងក្រឡេកមកមើលការផ្លាស់ប្ដូរបាទគឺជាវិជ្ជមានវិញតើតើជាមួយនឹងផ្នែកលៀបសំណាងផ្នែកការងារនិងអាជីពបាទគឺក្រឡេកមកមើលការផ្លាស់ប្ដូរជាវិជ្ជមានសម្រាប់បាទគឺចុងឆ្នាំនេះឃើញថាប្រសិនបើលោកអ្នកដែលកើតឆ្នាំខាលមានគម្រោងចង់រៀបចំប្រព័ន្ធការងារឡើងវិញឬក៏រៀបចំការផ្លាស់ប្ដូរយុទ្ធសាស្ត្ររកស៊ីនាចុងឆ្នាំនេះផងដែរនឹងហុចផលល្អៗនឹងមានស្ថិរភាពជាងមុនបាទអញ្ចឹងនេះគឺជាចំណុចលាភសំណាងផ្នែកការងារនិងអាជីពដោយឡែកបើយើងបកមកមើលចំណុចទី2តេតើងជាមួយនឹងលាភសំណាងផ្នែកហិរញ្ញវត្ថុនិងផ្នែកលុយកាក់វិញបាទក្រឡេកមកមើលតេតើងជាមួយនឹងចំណុចទី2នេះផងដែរគឺជាចំណុចសំខាន់ព្រោះអីរឿងលុយកាក់រឿងហិរញ្ញវត្ថុនេះបាទនាចុងឆ្នាំបាទគឺជាកត្តាសំខាន់ណាស់សម្រាប់បាទគឺមនុស្សម្នាក់ៗក៏ដូចជាអ្នកដែលកើតនៅក្នុងឆ្នាំខាលនេះផងដែរសង្កត់ធ្ងន់ទៅលើចំណូលពីការងារផ្ទាល់បាទក្នុងកំឡុងចុងឆ្នាំនេះក្រឡេកមកមើលចំណូលឃើញថាលំហូរលុយកាក់របស់ពុកម៉ែបងប្អូនដែលកើតឆ្នាំខាលបានមកពីការខិតខំប្រឹងប្រែងនិងការងារស្នូលជាចម្បងគឺចំណូលថេររាល់ការបណ្ដាក់ទុនដែលបានគ្រោងទុកយ៉ាងល្អិតល្អន់និងចាប់ផ្ដើមហុចជាផលកម្រៃមកវិញគួរសមផងដែរបាទដោយឡែកពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងបាទហិរញ្ញវត្ថុវិញក្រឡេកមកមើលចំណុចនេះផងដែរការគ្រប់គ្រងហិរញ្ញវត្ថុគឺការគ្រប់គ្រងលុយកាក់អ្វីដែលបាទគឺវិសេសខ្លាំងនៅចុងឆ្នាំ2026នេះគឺអ្នកមានមគ្គុទ្ទេសក៍បាទក៏ល្អឬក៏មានបាទបញ្ញាក្នុងការចាត់ចែងថវិកាបានយ៉ាងល្អិតល្អន់ទៅទៀតធ្វើឲ្យជៀសផុតអំពីវិបត្តិហិរញ្ញវត្ថុនិងអាចសន្សំនៅទ្រព្យបានមួយចំណែកធំថែមទៀតផងបាទអញ្ចឹងនេះគឺជាចំណុចនៃរឿងលុយកាក់និងរឿងបាទគឺហិរញ្ញវត្ថុបាទអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនដឹងអំពីចំណុចបាទលាភធំឬក៏ចំណុចបាទគឺពិសេសរបស់ខ្លួនបាទលោកគ្រូក៏សូមបន្តនៅបាទគឺមួយចំណុចទៀតដែលគឺតេតើងជាមួយនឹងសំណាងផ្នែកស្នេហាក៏ដូចជាសំណាងតេតើងជាមួយនឹងទំនាក់ទំនងផងដែរក្រឡេកមកមើលឆ្នាំខាលបាទក្រឡេកមកមើលផ្នែកសំណាងផ្នែកស្នេហានិងទំនាក់ទំនងអ្នកដែលនៅលាវមានឱកាសជួបមនុស្សដែលមានចរិតរឹងមាំនិងមានគោលដៅជីវិតច្បាស់លាស់ដូចគ្នាផងដែរទំនាក់ទំនងអាចនឹងចាប់ផ្ដើមយឺតប៉ុន្តែមានភាពបាទគឺម៉ត់ចត់និងយូរអង្វែងណាស់បាទអញ្ចឹងនេះគឺជាការបញ្ជាក់អំពីលាភសំណាងផ្នែកស្នេហាចំពោះអ្នកដែលនៅលាវបើយើងក្រឡេកមកមើលចំពោះអ្នកដែលមានគូវិញក្នុងចុងឆ្នាំនេះផងដែរចំពោះឆ្នាំខាលមានភាពចាស់ទុំផ្នែកខាងអារម្មណ៍និងជួយឲ្យអ្នកនិងដៃគូកាន់តែយល់ចិត្តគ្នាហើយការចំណាយពេលវេលាបើធ្វើដំណើរកំសាន្តរួមគ្នារយៈពេលខ្លីៗនាចុងឆ្នាំនឹងជួយបង្កើននៅភាពផ្អែមល្ហែមគឺទ្វេដងថែមទៀតផងបាទអញ្ចឹងនេះពិតជាអស្ចារ្យណាស់សម្រាប់បាទគឺផ្នែកបាទគឺតេតើងជាមួយនឹងសេចក្តីស្នេហានិងទំនាក់ទំនងបាទផងដែរលោកគ្រូក៏សូមបន្តជម្រាបនៅជើងលេខនៅទំនាយជូនចំពោះឆ្នាំខាលបាទយើងឈានជើងចូលទៅដល់បាទបញ្ហាសុខភាពនិងធម៌ពលរាងកាយរបស់លោកអ្នកក្នុងចុងឆ្នាំនេះបន្តទៅទៀតបាទក្រឡេកមកមើលឆ្នាំខាលតើតើងជាមួយនឹងសុខភាពផ្លូវកាយបាទឃើញថាគ្មានអ្វីគួរឲ្យព្រួយបារម្ភបាទខ្លាំងក្លាពេកនោះទេក៏ប៉ុន្តែអ្នកអាចនឹងមានអារម្មណ៍ថាហត់នឿយខួរក្បាលបន្តិចដោយសារតែការគិតច្រើន
ក៏ដូចជាការធ្វើកំបាត់ដំណើរកំសាន្តលំហែកាយឬក៏ការធ្វើលំហាត់ប្រាណស្រាលនៅពេលល្ងាចនឹងជួយរំសាយនៅ stress និងបង្កើតជាថាមពលវិជ្ជមានបានយ៉ាងល្អបាទអញ្ចឹងទាំងនេះគឺជាការបកស្រាយនៅចំណុចផ្នែកខាងសុខភាពនិងបាទគឺថាមពលរាងកាយរបស់ពុកម៉ែបងប្អូនដែលកើតឆ្នាំខាលបាទដោយឡែកបើយើងក្រឡេកមកមើលចំណុចពិសេសដែលតម្រូវឲ្យលោកអ្នកត្រូវតែអនុវត្តជាចាំបាច់សម្រាប់ចុងឆ្នាំ2026នេះដែលជាក្បួនហុងស៊ុយក្នុងការកែប្រែរាសីក្នុងការបង្កើននៅលាភជ័យសម្រាប់ថ្ងៃចុងគឺឆ្នាំ2026នេះផងដែរតើតើជាមួយនឹងការបញ្ជាក់នៅជើងលេខខ្លឹមសារនៃទំនាយចុងឆ្នាំនេះដើម្បីកាត់បន្ថយនៅឧបសគ្គនិងតេទៀងលាភជ័យឲ្យហូរចូលកាន់តែច្រើនឡើងចំពោះពុកម៉ែបងប្អូនដែលកើតនៅក្នុងឆ្នាំខាលនេះគួរតែប្រើប្រាស់សម្ភារៈគួរតែប្រើប្រាស់សម្លៀកបំពាក់ដែលមានពណ៌បៃតងដែលមានពណ៌ខៀវឬក៏ដែលមានពណ៌ប្រផេះជាការពិតណាស់ឆ្នាំខាលបើចេះប្រើប្រាស់ពណ៌ទាំង3នេះឲ្យត្រឹមត្រូវប្រកបណាស់គឺនឹងមានលុយកាក់ហូរចូលមានសំណាងល្អមានភាពជោគជ័យនិងមានកម្លាំងការពារថែរក្សារបស់លោកអ្នកគឺពេញបរិបូរណ៍នាចុងឆ្នាំនេះផងដែរបាទដោយឡែកក្រៅពីនេះចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំខាលគួររក្សានៅចិត្តគំនិតឲ្យត្រជាក់និងជៀសវាងការសម្រេចចិត្តដោយគឺអារម្មណ៍ឆេវឆាវជាដាច់ខាតបាទអញ្ចឹងនេះគឺជាការណែនាំអំពីគន្លឹះអំពីវិធីសាស្ត្រដើម្បីឲ្យលោកអ្នកឈានដល់កំពូលនៃលាភជ័យធំអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលកើតឆ្នាំខាលតើនៅឯអង្គធ្វើអ្វីទៀតក្រោយពេលដែលបានទស្សនានៅចំណុចទាំង9ក៏ដូចជានៅជើងលេខពិសេសដែលជាការកែប្រែខ្សែរាសីក៏ដូចជាការបង្ហាញនៅលាភជ័យរបស់លោកអ្នកដែលកើតឆ្នាំខាលនោះសម្រាប់ចុងឆ្នាំនោះសូមពុកម៉ែបងប្អូនជួយខមមិនពាក្យសាធុយកលាភយកជ័យហេងទាំងអស់គ្នាបាទអញ្ចឹងសម្រាប់ការគុនគូនៅឆ្នាំខាលក៏ត្រូវបានឃើញថាទុះទាយរួចរាល់ជាបន្តទៅទៀតលោកគ្រូក៏សូមបន្តបង្ហាញនៅជើងលេខនៅទំនាយចំពោះឆ្នាំថោះវិញម្ដងបាទជាការពិតណាស់តើតើជាមួយនឹងលាភសំណាងធំរបស់ឆ្នាំថោះក៏មានច្រើនផ្នែកច្រើនសន្តានដូចទៅនឹងឆ្នាំខាលដែរហើយជើងលេខនេះក៏ពងតែផ្ទុះល្បីខ្ទរខ្ទាដូចគ្នាអញ្ចឹងលោកគ្រូសូមធ្វើការស្រាយបញ្ជាក់ក៏ដូចជាគឺបង្ហាញឲ្យអស់លោកអ្នកដែលកើតឆ្នាំថោះនេះបានជ្រាបក៏ដូចជាបានដឹងហើយក៏ចេះប្រើប្រាស់ចេះអនុវត្តហើយក៏ទទួលយកជើងលេខទាំងអស់គ្នាផងដែរបាទជាការពិតណាស់តើតើជាមួយនឹងឆ្នាំថោះដែលមានតំណាងដោយគឺសត្វទុនសាយនៅកំឡុងចុងឆ្នាំ2026នេះផងដែរបើតាមស្ដេចហៅគឺលោកគ្រូហោរាសាស្ត្រចិនកំពូលគឺលោកគ្រូខៅលីខិនបានធ្វើការស្រាយបញ្ជាក់នៅជើងលេខនិងទំនាយអាកំបាំងដែលលោកគ្រូនឹងធ្វើការបញ្ជាក់អំពីពន្លឺនៃភាពរុងរឿងពន្លឺនៃភាពត្រជាក់ត្រជុំដែលកើតមាននាចុងឆ្នាំនេះបន្ទាប់ពីបានឆ្លងកាត់ការនឿយហត់ឬក៏ភាពប្រែប្រួលមួយចំនួនកាលពីដើមឆ្នាំ2026នេះក្រោយពេលដែលឈានជើងចូលដល់ត្រីមាសចុងក្រោយនេះជាពេលវេលាដែលថាមពលរបស់អ្នកត្រឡប់មកពេញលេញត្រឡប់មកបរិបូរណ៍វិញហើយនាំមកនៅសេចក្តីសុខនិងសំណាងល្អជុំវិញផងដែរតើតើជាមួយនឹងខ្លឹមសារតើតើជាមួយនឹងជើងលេខអំពីទំនាយគឺជាលាភសំណាងធំនិងចំណុចពិសេសដែលត្រូវបានបង្ហាញដែលលេចធ្លោជូនចំពោះឆ្នាំថោះនាចុងឆ្នាំ2026នេះលោកគ្រូនឹងធ្វើការលាតត្រដាងអំពីចំណុចនីមួយ
លំអិតច្បាស់មួយប៉ុន្តែខ្លឹមតែម្ដងបាទជាការពិតណាស់ជើងលេខនេះកំពុងតែផ្ទុះល្បីខ្លាំងតេតើងជាមួយនឹងចំណុចទី1លាបសំណាងផ្នែកខាងការងារក៏ដូចជាលាបសំណាងផ្នែកខាងអាជីពសម្រាប់ចុងឆ្នាំនេះផងដែរបាទក្រឡេកមកមើលចំណុចនេះលោកគ្រូសូមធ្វើការស្រាយបញ្ជាក់បាទឃើញថាការគ្រប់គ្រងពីមនុស្សជុំវិញខ្លួនបាទរបស់លោកអ្នកដែលកើតឆ្នាំថោះនេះអ្នកនឹងមានទំនាក់ទំនងយ៉ាងរលូនជាមួយនឹងមិត្តរួមការងារនិងដៃគូបាទគឺធ្វើជំនួញរបស់លោកអ្នកផងដែរប្រសិនបើជួបបញ្ហាប្រឈមនឹងមានអ្នកស្ម័គ្រចិត្តមកជួយជ្រោមជ្រែងនិងជួយដោះស្រាយជំនួសភ្លាមនោះបាទអញ្ចឹងនេះគឺជាការគ្រប់គ្រងពីមនុស្សជុំវិញខ្លួននាចុងឆ្នាំឃើញថាបាទគឺចំណុចនេះសំខាន់ហើយបើយើងបើក្រឡេកមកមើលភាពច្នៃប្រឌិតលេចធ្លោវិញបាទជាការពិតណាស់តើតើជាមួយនឹងអាជីពបាទផ្នែកខាងបាទច្នៃប្រឌិតបាទដែលធ្វើយ៉ាងណាឲ្យលេចធ្លោចំណុចនេះលោកគ្រូសូមធ្វើការស្រាយបញ្ជាក់ថាអ្នកដែលកើតនៅក្នុងឆ្នាំថោះនេះផងដែរអ្នកដែលធ្វើការលើផ្នែករចនាលើផ្នែកគំនិតច្នៃប្រឌិតឬក៏ការប្រស្រ័យទាក់ទងនឹងទទួលបាននៅការកោតសរសើរយ៉ាងខ្លាំងក្លាដែលអាចនាំទៅរកបាទគឺឱកាសឡើងតំណែងឬក៏ទទួលបាននៅគម្រោងធំ100%បាទពិតជាអស្ចារ្យណាស់ផ្នែកច្នៃប្រឌិតលេចធ្លោបាទគួរឲ្យកត់សម្គាល់នាចុងឆ្នាំនេះបាទលោកគ្រូក៏សូមបន្តពីបាទតើតើជាមួយនឹងលាភសំណាងផ្នែកការងារនិងអាជីពទៅលោកគ្រូសូមធ្វើការបង្ហាញនៅមួយផ្នែកទៀតគឺតើតើជាមួយនឹងលាភសំណាងផ្នែកហិរញ្ញវត្ថុនិងផ្នែកលុយកាក់តែម្ដងបាទជាការពិតណាស់រឿងលុយកាក់រឿងហិរញ្ញវត្ថុនេះគឺជាការសំខាន់ណាស់ព្រោះអីឆ្នាំថោះត្រូវតែដឹងអំពីចំណុចនេះព្រោះអីអាចបង្ហាញអំពីសក្តានុពលបង្ហាញអំពីចំណូលសេដ្ឋកិច្ចរបស់លោកអ្នកលោកគ្រូសូមធ្វើការស្រាយបញ្ជាក់អំពីលំហូរលុយកាក់មានស្ថិរភាពនាចុងឆ្នាំស្ថានភាពហិរញ្ញវត្ថុរបស់លោកអ្នកដែលកើតឆ្នាំថោះដែលមានតំណាងដោយសត្វតុនសាយនេះផងដែរមានភាពល្អប្រសើរនិងមានលំនឹងជាងមុនហើយចំណូលឃើញថាហូរចូលមកជាបន្តពីប្រភពការងារជាចម្បងដោយឡែកតើតើជាមួយនឹងសំណាងខាងបាទគឺសម្ភារៈអ្នកអាចនឹងមានបាទគឺសំណាងទទួលបានកាដូវត្ថុមានតម្លៃឬក៏ការទទួលបាននៅផលចំណេញពីការបណ្ដាក់ទុនខ្នាតតូចកាលពីមុនមកវាជាពេលវេលាលុយកាក់រត់មករកអ្នកដោយមិនចាំបាច់ប្រឹងប្រែងហួសកម្លាំងនោះឡើយបាទអញ្ចឹងតើតើជាមួយនឹងចំណុចលុយកាក់នេះឃើញថាពិតជាអស្ចារ្យលុយកាក់ហូរចូលមានស្ថិរភាពសំណាងផ្នែកខាងបាទសក្តានុពលក៏កើតមានបាទទាំងនេះគឺជាចំណុចដែលលោកអ្នកត្រូវឆ្លងកាត់នាចុងឆ្នាំ2026នេះផងដែរបាទបន្ទាប់ពីចំណុចនេះហើយលោកគ្រូក៏សូមធ្វើការបន្តបង្ហាញនៅខ្លឹមសារនៅចំណុចផ្សេងមួយទៀតគឺតើតើជាមួយនឹងសំណាងផ្នែកខាងស្នេហាសំណាងតើតើជាមួយនឹងទំនាក់ទំនងវិញម្ដងបាទក្រឡេកមកមើលតើតើជាមួយនឹងសំណាងផ្នែកស្នេហានិងទំនាក់ទំនងនេះចុងឆ្នាំនេះឃើញថាចំពោះអ្នកដែលនៅលាវលោកអ្នកដែលកើតឆ្នាំថោះពន្លឺស្នេហាមានភាពបែងចែកយ៉ាងខ្លាំងក្លាភាពទន់ភ្លន់និងមុនស្នេហ៍ពីធម្មជាតិរបស់លោកអ្នកនឹងតេទៀងបំមនុស្សល្អឲ្យចូលមកក្នុងជីវិតរបស់លោកអ្នកផងដែរអ្នកអាចនឹងជួបគូព្រេងដែលយល់ចិត្តយល់ថ្លើមពិសេសគឺចេះមើលថែរក្សាយ៉ាងកក់ក្ដៅបាទដោយឡែកក្រឡេកមកមើលអ្នកដែលមានគូជាពេលវេលាដ៏មានសុភមង្គលក្រុមគ្រួសារនិងគូស្នេហាមានភាពចុះសម្រុងគ្នាយ៉ាងគឺខ្លាំងក្លាហើយចំពោះបញ្ហា
យល់ច្រឡំទាំងឡាយត្រូវបានរសាយបាត់អស់បន្សល់ទុកតែភាពផ្អែមល្ហែមបន្សល់ទុកតែការគិតគូរពីអនាគតរួមគ្នាតែប៉ុណ្ណោះបាទអញ្ចឹងនេះគឺជាការគុណគូជាការស្រាយបញ្ជាក់នៅជើងលេខនៅខ្លឹមសារនៅទំនាយជូនចំពោះលោកអ្នកដែលកើតបាទគឺឆ្នាំបាទគឺថោះដោយឡែកលោកគ្រូក៏សូមធ្វើការបន្តបង្ហាញនៅបាទគឺមួយផ្នែកទៀតនោះគឺតកតើងជាមួយនឹងសុខភាពវិញនោះបាទការបញ្ជាក់អំពីបាទសុខភាពនិងការរស់នៅនាចុងឆ្នាំនេះលោកគ្រូសូមធ្វើការស្រាយបញ្ជាក់បាទឃើញថាมันមានបញ្ហាសុខភាពធ្ងន់ធ្ងរណាមួយមករំខាននោះឡើយអារម្មណ៍របស់អ្នកមានបាទគឺភាពបាទស្រស់ស្រាយនិងមានបាទគឺសន្តិភាពផ្លូវចិត្តខ្ពស់ដោយឡែកការបន្តបាទទម្លាប់ថែរក្សាសុខភាពឲ្យបានល្អដូចជាការដើរហាត់ប្រាណស្រាលនិងការញ៉ាំអាហារមានជីវជាតិនឹងជួយឲ្យរាងកាយរបស់ពុកម៉ែបងប្អូនក៏កាន់តែមានថាមពលវិជ្ជមានកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃពិសេសក៏គឺចុងឆ្នាំ2026នេះតែម្ដងបាទអញ្ចឹងតើតើជាមួយនឹងសុខភាពនិងការរស់នៅក៏លោកគ្រូសូមធ្វើការបញ្ជាក់រួចរាល់លោកគ្រូក៏សូមបន្តបង្ហាញនៅចំណុចពិសេសដែលជាដំបូលមានហុងស៊ុយសម្រាប់ចុងឆ្នាំនេះជូនចំពោះឆ្នាំថោះដឹងទេថាចំពោះឆ្នាំថោះបើលោកអ្នកដឹងអំពីដំបូលមាននេះហើយសម្រាប់ចុងឆ្នាំឃើញថាគឺនឹងមានលៀបមានជ័យការងារដាក់ចុះដោះតាមដៃនឹងមានអ្នកថែរក្សាការពារ 100% អញ្ចឹងដើម្បីបង្កើននៅធម៌ពលសំណាងបង្កើននៅលៀបជ័យបង្កើននៅភាពជ័យជំនះនោះនិងភាពត្រជាក់ត្រជុំនោះលោកអ្នកដែលកើតនៅក្នុងឆ្នាំថោះនេះគួរតែប្រើប្រាស់សម្លៀកបំពាក់ឬក៏គួរតែប្រើប្រាស់នៅសម្ភារៈដែលមានពណ៌ខៀវពណ៌បៃតងរួមទាំងពណ៌ផ្កាឈូកបាទអញ្ចឹងពណ៌ទាំង3នេះលោកអ្នកប្រើប្រាស់សម្ភារៈឬក៏ដូចជាសម្លៀកបំពាក់ពណ៌មួយណាក៏បានដែរបាទនេះចុងឆ្នាំនេះឃើញថាគឺនឹងទទួលបាននៅលាភជ័យប្រម៉ែប្រមូលនៅសំណាងល្អបាទការងារដាក់ចុះដោះតាមដៃ 100% ដោយឡែកក្រៅពីនេះការតុបតែងផ្ទះឬក៏កន្លែងធ្វើការឲ្យមានភាពបាទគឺស្រស់បាទគឺស្រស់បោះនិងមានដើមឈើបាទដើមឈើលំអតូចនឹងជួយទាក់ទាញលំហូរលុយកាក់កាន់តែប្រសើរឡើងកាន់តែបាទគឺអស្ចារ្យឡើងបាទអញ្ចឹងនេះគឺជាចំណុចសំខាន់ពិសេសដែលលោកគ្រូសូមធ្វើការបញ្ជាក់ឲ្យបញ្ជាក់ទៀតលោកអ្នកត្រូវតែដឹងឲ្យអនុវត្តឲ្យស្របទៅតាមដំបូលមាននេះទាំងអស់គ្នាណាបាទដើម្បីឲ្យការងារគឺដាក់ចុះដោះតាមដៃទាំងអស់គ្នានាចុងឆ្នាំបាទអញ្ចឹងសម្រាប់បើការគុណគូនៅទំនាយនៃជើងលេខដែលស្រាយបញ្ជាក់អំពីបាទគឺឆ្នាំខាលនិងថោះមានលៀបសំណាងធំអ្វីខ្លះនាចុងឆ្នាំ2026ដែលកំពុងតែផ្ទុះល្បីខ្លាំងនោះក៏ត្រូវបានបញ្ចប់ផងដែរសូមពុកម៉ែបងប្អូនដែលនិយមតាមដានទស្សនានៅ Channel EP Learning នោះក៏សូមជួយចុចប៊ូតុង Subscribe Like និង Share ដើម្បីទទួលបាននៅចំណេះដឹងថ្មីក៏ដូចជាក្បួនគុណគូទូទាយពិសេសគឺទំនាយដែលលោកគ្រូនឹងធ្វើការបកស្រាយច្បាស់ចំចែកជូនទៅដល់លោកអ្នកបានជ្រាបទាំងអស់គ្នាបាទពីខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលាវិលមកជួបគ្នានៅទំនាយជើងលេខសម្រាប់ថ្ងៃស្អែកបាទអត្ថបទបាទក្រោយទៀតសូមអរគុណសូមជម្រាបលា